សួស្តីបងថ្ងៃនេះគឺខ្ញុំមកបង្ហាញជូនជាមួយនឹង Verco HD 16ដែលជាពិលពាក់ក្បាលដែលខ្ញុំលក់ដាច់ប្រចាំ page មួយដែរហើយពិលនេះគឺខ្ញុំលក់យូរហើយពិលនេះគឺវាមានមុខងារ3គឺវាមានភ្លើងសាច់ភ្លើងឆ្ងាយនិងភ្លើងក្រហមហើយយើងអាចប្រើផ្គប់គ្នាបានទាំងសាច់ទាំងឆ្ងាយក្នុងពេលតែមួយក៏បានដែរអញ្ចឹងលក្ខណៈពិសេសរបស់វាមួយដែរហើយពិលនេះរូបរាងរបស់វាស្ទូចថ្មរបស់វា18650 3000 មីលីអាំពែម៉ោងអានេះភ្លើងក្រហមរបស់វាណាហើយអាប៊ូតុងរបស់វាហ្នឹងគឺជាប្រភេទប៊ូតុងពវលហើយសំណួរសួរថាហេតុអីបានចាំបាច់ពិលហ្នឹងធ្វើពលឺសាច់ផងពលឺឆ្ងាយផងព្រោះការងារគឺខុសគ្នាបងមើលអានេះគឺពលឺ spotlight គឺវាដុំកដាទូចគឺវាពង្រួមពលឺហ្នឹងឲ្យទៅដុំកដាដើម្បីបានឆ្ងាយហើយបើសិនបើយើងយកមកធ្វើការងារចិត្តគឺវាអត់ល្អទេវាពិបាកមើលណាឥឡូវនេះគឺខ្ញុំកាច់មកពលឺសាច់ឬក៏យើងហៅថា float light បងឃើញមើលស្រួលភ្នែកអញ្ចឹងមកន័យថាគឺវាសាច់ផ្ទៃធំហើយវាជះស្មើគឺវាអត់មានដុំកដាទេអញ្ចឹងភ្នែកយើងស្រួលមើលការងារជាងហ្នឹងការងារចិត្តគឺគេប្រើសាច់ហើយបើការងារឆ្ងាយគឺគេប្រើ spotlight គោលដៅឆ្ងាយ